ទាប់ពីបានឮរឿងរបស់ពួកហោរាមកពីទិសខាងកើតស្ដេចហេរ៉ូតបានបញ្ជាឲ្យសម្លាប់ក្មេងប្រុសទាំងអស់នៅភូមិបេតលេហឹមដែលមានអាយុក្រោម2ឆ្នាំវាពិតជារឿងដ៏គួរឲ្យភ័យខ្លាចជាសំណាងល្អឪពុកម្ដាយរបស់ព្រះយេស៊ូវគឺលោកយូសែបនិងនាងម៉ារីបានភៀសខ្លួនពីភូមិបេតលេហឹមទៅកាន់ស្រុកអេស៊ីបជាមួយនឹងទារកយេស៊ូវរួចទៅហើយទេវតាមួយរូបបានលេចមកឲ្យយូសែបក្នុងសុបិនហើយប្រាប់គាត់អំពីអ្វីដែលបានកើតឡើងចំពោះស្ដេចហេរ៉ូតតាមពិតនេះមិនមែនជាលើកទី1ទេដែលលោកយូសែបនិងនាងម៉ារីបានជួបនឹងទេវតាធ្លាប់បានលេចមកឲ្យលោកយូសែបនិងនាងម៉ារីពីមុនមកដោយប្រាប់ពួកគេថាទារកយេស៊ូវនឹងប្រសូតហើយថាព្រះយេស៊ូវនឹងសង្គ្រោះរាជរបស់ទ្រង់ឲ្យរួចពីអំពើបាបរបស់ពួកគេនៅពេលនោះលោកយូសែបនិងនាងម៉ារីច្បាស់ជាបានគិតថាព្រះរាជបុត្រារបស់ព្រះកុមារដែលនឹងសង្គ្រោះមនុស្សទាំងអស់តើយើងគួរចិញ្ចឹមកូននេះដោយរបៀបណាតើយើងគួររស់នៅបែបណានៅពេលដែលទារកយេស៊ូវប្រសូតហើយពួកហោរាមកពីទិសខាងកើតដ៏ឆ្ងាយបានមកដល់ដោយនាំយកមាសកំញាននិងជលវិញទេសមកជាមួយពួកគេច្បាស់ជាពោពេញទៅដោយសេចក្តីអំណរពួកគេមិនអាចនឹកស្មានថាព្រះយេស៊ូវនឹងនាំមកនូវការលំបាកដ៏ធ្ងន់ធ្ងរបែបនេះដល់ពួកគេទេប៉ុន្តែនោះមិនមែនជាការពិតទេចាប់ពីពេលដែលទេវតាទី2បានលេចមកឲ្យយូសែបការលំបាកដែលមិនអាចនឹកស្មានដល់បានរងចាំពួកគេទេវតាបានប្រាប់លោកយូសែបថាស្ដេចហេរ៉ូតកំពុងស្វែងរកកុមារដើម្បីសម្លាប់ហើយថាពួកគេត្រូវតែភៀសខ្លួនទៅកាន់ស្រុកអេស៊ីបតើលោកយូសែបនិងនាងម៉ារីនឹងមានអារម្មណ៍យ៉ាងណានៅពេលដែលពួកគេបានឮរឿងនេះតើស្ដេចនឹងសម្លាប់ក្មេងតូចៗបែបនេះមែនឬហេតុអ្វីបានជាពួកគេត្រូវទៅកន្លែងឆ្ងាយម្ល៉េះពួកគេមិនស្គាល់នរណាម្នាក់នៅទីនោះទេភាសាក៏ខុសគ្នាហើយការធ្វើដំណើរក៏មិនងាយស្រួលដែរហើយព្រះរាជបុត្រារបស់ព្រះបានប្រសូតតើពួកគេត្រូវរស់នៅដូចនេះដោយការរត់គេចដែរឬតើមិនគួរឲ្យមាននរណាម្នាក់មកជួយពួកគេមែនទេពេលយប់ងងឹតគ្រួសាររបស់ព្រះយេស៊ូវបានចាកចេញពីភូមិបេតលេហឹមហើយភៀសខ្លួនទៅស្រុកអេស៊ីបផ្លូវគឺគ្រោះថ្នាក់ជាងពេលនេះទៅទៀតពួកគេត្រូវដើរតាមផ្លូវដ៏វែងឆ្ងាយនិងស្ងាត់ជ្រងំដោយបីទារកដែលទើបនឹងកើតតើវាលំបាកយ៉ាងណាទៅសម្រាប់ពួកគេវានឹងល្អណាស់បើមានផ្កាយមួយបានលេចមកដឹកនាំពួកគេដូចជាពួកហោរាមកពីទិសខាងកើតប៉ុន្តែគ្រួសាររបស់ព្រះយេស៊ូវត្រូវដើរហើយដើរទៀតក្នុងភាពងងឹតដោយពួកគេពឹងផ្អែកទៅលើព្រះបន្ទូលរបស់ព្រះប៉ុណ្ណោះនៅពេលពួកគេទៅដល់ស្រុកអេស៊ីបគ្មានស្ដេចហេរ៉ូតនៅទីនោះដែលចង់បានជីវិតរបស់ពួកគេឡើយប៉ុន្តែជីវភាពរស់នៅប្រចាំថ្ងៃច្បាស់ជាលំបាកពេលវេលាបានកន្លងផុតទៅហើយស្ដេចហេរ៉ូតបានសុគតព្រះបានប្រាប់លោកយូសែបនិងនាងម៉ារីឲ្យត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញគ្រួសាររបស់ព្រះយេស៊ូវបានត្រឡប់ទៅប្រទេសអ៊ីស្រាអែលវិញហើយបានតាំងលំនៅក្នុងភូមិមួយឈ្មោះថាភូមិណាសារ៉េតគ្រួសាររបស់ព្រះយេស៊ូវតែងតែធ្វើតាមព្រះបន្ទូលរបស់ព្រះទាំងការស្នាក់នៅការចាកចេញនិងការត្រឡប់មកវិញជាមួយនឹងសេចក្តីអំណរនៃកំណើតរបស់ព្រះយេស៊ូវការលំបាកដ៏ធ្ងន់ធ្ងរបានកើតឡើងប៉ុន្តែព្រះបន្ទូលរបស់ព្រះតែងតែការពារនិងដឹកនាំគ្រួសាររបស់ព្រះយេស៊ូវគ្រប់គ្នាអើយបុណ្យណូអែលដ៏រីករាយបានមកដល់យើងទាំងអស់គ្នាហើយប៉ុន្តែសូម្បីតែនៅថ្ងៃនេះពិភពលោកពោរពេញទៅដោយសង្គ្រាមនិងការលំបាកហើយយើងក៏តែងតែប្រឈមមុខនឹងគ្រាលំបាកផងដែរទោះជាយ៉ាងណាក៏ដោយវាជាការល្អដែលយើងនឹកចាំសារនៅថ្ងៃនេះហើយពិចារណាអំពីវាតើអ្វីដែលបានការពារនិងដឹកនាំគ្រួសាររបស់ព្រះយេស៊ូវក្នុងកាលៈទេសៈលំបាករបស់ពួកគេហើយតើអ្វីដែលនឹងការពារនិងដឹកនាំយើងផងនោះ